ទីផ្សារ crypto នឹងបន្តរីកធំទៅដែលទប់ស្កាត់បានទេហើយអ្វីដែលសំខាន់ទីផ្សារប្រទេសខ្មែរយើងគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍដែលយើងប្រទេសហ្នឹងថាយើងថ្មីនៅក្នុង crypto ក៏ប៉ុន្តែអ្នកដែលគេដឹង crypto ហ្នឹងយូរឆ្នាំហើយចាប៉ុន្តែដោយសារតែមហឹកមុនវាអត់ទាន់ដល់ដូចឥឡូវទេ bull head ឥឡូវដែលធ្វើឲ្យទីផ្សារ crypto វាផ្ទុះខ្លាំងដោយសារតែតម្លៃកាក់ Bitcoin ហ្នឹងវាឡើងទៅដល់ឥឡូវហ្នឹងពី10វាចង់ស្ទុះទៅដល់ 130,000 ហើយដែលកាលពីមុនវានៅឡើងចុះចឹងចាំបងប្អូនត្រូវដឹងថាអ្វីក៏ដោយនៅពេលណាដែលវាចាប់ផ្ដើមទទួលស្គាល់នឹងចម្រើនខ្លាំងមនុស្សចាប់ផ្ដើមចង់ដឹងចង់លឺក៏ប៉ុន្តែអ្នកដែលដឹងពី crypto ហ្នឹងតាំងពីនៅថោក៏អ្នកខ្លះដឹងថាខ្ញុំស្គាល់តាំងមកកាក់200ប៉ុន្តែគាត់ទិញអ្នកខ្លះទៀតគាត់ស្គាល់តាំងពីនៅប្រហែលចឹងទៅប៉ុន្តែអត់មានអ្នកចាប់អារម្មណ៍ទៅលើ crypto ទេរហូតដល់ crypto បន្តវិវត្តខ្លួនខ្ទង់រយៈពេលប្រហែលដូចត្រឹមតែ10ឆ្នាំឯងចាំពីប្រហែលសេនឡើងមកដល់ជាង 10,000 ចាតម្លៃបច្ចុប្បន្នប្រកួតប្រជែងមួយមាសប៉ុន្តែអ្វីដែលគេប៉ាន់ប្រហែលវានឹងឡើងលើសមាសឆ្ងាយខ្លាំងណាស់មូលហេតុអីបានជា crypto វាទៅឡើងលើសមាសឆ្ងាយខ្លាំងអានេះអ្វីដែលគេប៉ាន់ស្មានវាអត់ទាន់កើតទេណាប៉ុន្តែវានឹងកើតឡើងនៅពេលអនាគតវាអត់ខុសគ្នាកាលពីពេលមុនដែលគេនិយាយពី Bitcoin នៅពេលដែលវាតម្លៃថោកគេគិតថាវានឹងឡើងថ្លៃគ្មានអ្នកជឿទេហើយអ្នកមិនជឿនៅតែមិនជឿរហូតបងប្អូនចាំមើលអ្នកមិនជឿនៅតែមិនជឿពេញមួយជីវិតទោះបីគាត់ឃើញនឹងផ្នែកថាឡើងប៉ុណ្្នឹងហើយក៏គាត់ជឿដែរពីព្រោះអ្នកខ្លះគឺគាត់មានគំនិតអញ្ចឹងហ្មងចាយើងមិនអាចទៅកែប្រែគំនិតយើងមិនអាចទៅកែប្រែផ្នត់គំនិតណាម្នាក់បានទេប៉ុន្តែអ្វីដែលយើងមិនអាចបដិសេធបានគឺយើងត្រូវមើលហេតុនិងផលនៅនឹងមុខយើងហេតុអ្វីបានជា crypto វាឡើងផ្ទុះមកដល់ថ្នាក់ហ្នឹងហេតុអ្វីបានជាតម្លៃវាឡើងខ្លាំងម្ល៉េះយើងគួរសិក្សាហេតុអី